សម្រាប់ថ្ងៃនេះដែរខ្ញុំមកស្នើសុំវីសាបន្តការស្នាក់នៅប្រទេសជប៉ុនបន្តទៀតហើយការស្នើសុំវីសារបស់ខ្ញុំនេះគឺស្នើតាំងពីឆ្នាំ2023មកម្លេះអញ្ចឹងមកដល់នេះគឺខ្ញុំទទួលបានរយៈពេល3ឆ្នាំហើយខ្ញុំនៅតែបន្តស្នើសុំរហូតទាល់តែខាងអន្តោប្រវេសន៍គេឲ្យខ្ញុំទៅផ្ទះវិញអញ្ចឹងហើយការស្នើសុំវីសាមកស្នាក់នៅប្រទេសជប៉ុននេះមិនជាពិបាកអីទេគ្រាន់តែដំបូងឯកសារដែលប្រើជាភាសាជប៉ុននឹងយើងត្រូវរកអ្នកដែលគាត់ចេះភាសាជប៉ុនច្បាស់លាស់ដូចជាលោកគ្រូអ្នកគ្រូដែលគាត់ចេះភាសាជប៉ុនរៀនភាសាជប៉ុនអញ្ចឹងយើងជួលគាត់ឬក៏គិតជាម៉ោងឲ្យគាត់ដើម្បីឲ្យគាត់មកជួយយើងក្នុងការបកប្រែតែឥឡូវហ្នឹងដោយសារតែខ្ញុំបានសិក្សាពីពួកគាត់ច្រើនទៅខ្ញុំអាចមកដាក់ខ្លួនឯងអីបានអញ្ចឹងហើយការស្នើសុំវីសានៅអន្តោប្រវេសន៍នេះមិនមែនមានតែជនជាតិខ្មែរយើងទេមានគ្រប់ជនជាតិទាំងអស់ប្រយហើយសម្រាប់អាស៊ីអាគ្នេយ៍របស់យើងនេះស្នើសុំវីសាងាយស្រួលហើយនឹងឆាប់រហ័សគឺមកពីជនជាតិភូមាមីយ៉ាន់ម៉ាដោយសារតែប្រទេសគាត់នឹងមានបញ្ហាសង្គ្រាមផ្ទៃក្នុងអញ្ចឹងការស្នើសុំវីសារបស់គាត់បានឆាប់រហ័សហើយងាយស្រួលក្នុងការស្នើសុំតែបើសម្រាប់ជនជាតិខ្មែរយើងក៏ងាយស្រួលដែរការស្នើសុំវីសាមកធ្វើជាការងារមកស្នាក់នៅមកអីក៏ស្រួលដែរប៉ុន្តែសម្រាប់បងប្អូនដែលមានប៉ុន្តែក៏មានបងប្អូនដែលគាត់អត់មានវីសាដែលគេហៅថា0វីសាហ្នឹងបងប្អូនអញ្ចឹងពិបាករស់នៅក្នុងប្រទេសជប៉ុនបន្តិចព្រោះដោយសារតែឥឡូវហ្នឹងរដ្ឋាភិបាលថ្មីប្រទេសជប៉ុនហ្នឹងចុះចាប់អ្នកធ្វើការខុសច្បាប់និងអ្នករស់នៅខុសច្បាប់ជាច្រើនអញ្ចឹងខ្ញុំមកញឺកាំងភាសាជប៉ុនគេហៅញឺកាំងខ្មែរយើងគេហៅតោប្រវេសថ្ងៃហ្នឹងខ្ញុំឮគេប្រកាសថាការចុះចាប់អាចនឹងផ្ដល់ប្រាក់រង្វាន់អីឲ្យអញ្ចឹងអ្នករស់នៅដែលខុសច្បាប់ប្រទេសជប៉ុនដែលអត់មានសុពលភាពរស់នៅនឹងសូមមានការប្រុងប្រយ័ត្នហើយសម្រាប់ការស្នើសុំវីសារបស់ខ្ញុំថ្ងៃនេះក៏អត់អីដែរគេអូខេហើយអញ្ចឹងគេឲ្យខ្ញុំរងចាំរយៈពេល2ខែដើម្បីធ្លាក់មកឲ្យខ្ញុំទៅទទួលកាតស្នាក់នៅបន្តទៀតអីចឹងហើយក៏ឥឡូវក៏ខ្ញុំត្រឡប់ទៅផ្ទះវិញអីចឹងទៅព្រោះក៏ចង់ឆ្លៀតមកនិយាយប្រាប់បងប្អូនបន្ថែមទៀតពីបញ្ហាអ្នកដែលរស់នៅខុសច្បាប់អីចឹងព្រោះនៅអ៊ីបារ៉ាគីខេត្តលេខ8គេចាប់ផ្ដើមអនុវត្តហើយអ្នកដែលប្រាប់ព័ត៌មានទៅខាងអន្តោប្រវេសន៍ឬប៉ូលីសអីចឹងថាមានការធ្វើការខុសច្បាប់នៅរោងចក្រនេះរោងចក្រនោះគេឲ្យក្នុងម្នាក់10000 yen អញ្ចឹងវាស្មើនឹងលុយ$60ហើយសម្រាប់បងប្អូនដែលបានមើលវីដេអូនេះបើស្រឡាញ់លុយអាចប្រាប់បានតែបើយល់ថាជាឈាមខ្មែរជាជនជាតិខ្មែរដូចគ្នាលាក់ទៅកុំនេះអីបដ ாய் តាមនឹងទៅហើយនៅប្រទេសជប៉ុននេះប្រជាជនគេរដ្ឋាភិបាលគេគោរពច្បាប់ណាស់អញ្ចឹងយើងធ្វើអីក៏ត្រូវគោរពច្បាប់ដែរមិនថាជិះកង់ជិះម៉ូតូដើរយើងត្រូវគោរពច្បាប់ទាំងអស់ហើយសម្រាប់ប៉ូលីសវិញនិយាយពីរឿងប៉ូលីសវិញមានគ្រប់កន្លែងមានតាមផ្លូវតាមសួនតាមភូមិនិយាយទៅជិះល្បាតគ្រប់កន្លែងនិយាយទៅសុវត្ថិភាពហ្មងនៅប្រទេសជប៉ុននេះហើយបើនិយាយពីយើងបាត់របស់របរអីក៏ដោយមិនថាយើងបាត់របស់របរអីទេយើងរាយការណ៍ទៅប្រាប់គេអំពីព័ត៌មានដែលយើងបាត់នៅណានៅណីអញ្ចឹងគេប្រើពេលរយៈពេលត្រឹមប្រហែលជាមួយអាទិត្យអីទេរបស់របរហ្នឹងនឹងរកមកឃើញវិញបានហើយប្រទេសមួយនេះស្អាតអត់មានសម្រាមទេហើយប្រហែលជាមានបងប្អូនខ្លះគាត់បានមើលហើយវីដេអូបងគាត់បានធ្វើអញ្ចឹងប្រទេសនេះអត់មានធុងសម្រាមនៅតាមផ្លូវណាបងប្អូននិយាយជាក់ស្ដែងគឺខ្ញុំមកផ្ទាល់គឺខ្ញុំដឹងអត់មានសម្រាមនៅតាមផ្លូវអីទេសម្រាមដែលយើងដូចជាកញ្ចប់នំកញ្ចប់ដបអីអញ្ចឹងយើងហូបហើយមានតែយកទៅចោលនៅផ្សារមិនអញ្ចឹងទេដាក់នៅក្នុងកតាបក្នុងកប៉ៅអីចឹងណាបងប្អូន